ម៉ាស៊ីនសាប់ម៉ានីស៊ូនេះជាលេខម៉ូដែលម៉ានីស៊ូហើយនេះជាតាប់ឡូម៉ានីស៊ូរបៀបបង្កើតសៃខអូតូនិងរបៀបលុបសៃខអូតូមុននឹងទៅបង្កើតសៃខអូតូយើងឆែកលេខក្បាលថ្នេរចំណាំទុកជាមុនសិនអញ្ចឹងបងប្អូនចុចព្រួយខាងក្រោមឬខាងលើរាវរកលេខក្បាលថ្នេរប្រភេទណាដែលបងប្អូនចង់យកមកកំណត់ដើម្បីបង្កើតសៃខអូតូបងប្អូនចុចកំណត់យកលេខក្បាលថ្នេរនឹងទៅលេខក្បាលថ្នេរមានពីលេខ1រហូតដល់លេខ94ហើយលេខក្បាលថ្នេរនីមួយមានຂ្នាតចំនួនម្ជុលតាមលេខក្បាលថ្នេររៀងខ្លួននៅពេលដែលយើងឆែកលេខក្បាលថ្នេរចំណាំទុករួចហើយយើងទៅបង្កើតសៃខអូតូវិញម្ដងចុចលើប៊ូតុងអក្សរ M ចេញលេខរៀងប្រូក្រាមរួចចុចព្រួយខាងក្រោមកំណត់យកលេខ4បន្ទាប់មកចុចប៊ូតុង Select ចេញអក្សរ C1 និងអក្សរ Number អញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើងបង្កើតសៃខអូតូកំណត់ចំនួនគ្រាប់ថ្នេរសັບប៉ុន្មានកន្លែងឬក៏ថ្នេរតេប៉ុន្មានកន្លែងអាស្រ័យទៅតាមម៉ូដខោឬក៏អាវដែលគេចង់បានអញ្ចឹងនៅពេលដែលបងប្អូនបង្កើតសៃខអូតូបងប្អូនចង់កំណត់អក្សរ C លេខ1ណាបងប្អូនគ្រាន់តែចុចព្រួយខាងលើកំណត់យកអក្សរ C លេខ1នឹងទៅសម្រាប់ខ្ញុំបង្កើតសៃខអូតូគឺខ្ញុំកំណត់អក្សរ C លេខ01បន្ទាប់មកចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Step និងអក្សរ Number អក្សរ Step គឺជាកន្លែងដែលយើងកំណត់ចំនួនគ្រាប់ថ្នេរសັບប៉ុន្មានកន្លែងឬក៏ថ្នេរតេប៉ុន្មានកន្លែងអាស្រ័យទៅតាមម៉ូដខោឬក៏អាវដែលគេចង់បានអក្សរ Number គឺជាកន្លែងដែលយើងកំណត់តាំងលេខក្បាលថ្នេរដែលយើងចង់បានប្រភេទក្បាលថ្នេរសັបឬក៏ប្រភេទក្បាលថ្នេរតេអញ្ចឹងអក្សរ Number គឺខ្ញុំកំណត់តាំងក្បាលថ្នេរលេខ01គឺក្បាលថ្នេរសັບហើយអក្សរ Step ចំនួន1គ្រាប់ចុចប៊ូតុង Select ដើម្បីសេវឲ្យជាប់ចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Step និងអក្សរ Number បន្ទាប់មកចុចព្រួយខាងលើកំណត់ចំនួន2គ្រាប់រួចចុចលេខបូកខ្ញុំកំណត់យកលេខ01គឺក្បាលថ្នេរសັບរួចចុចប៊ូតុង Select ដើម្បីសេវឲ្យជាប់បន្ទាប់មកចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Step និងអក្សរ Number រួចចុចព្រួយខាងលើកំណត់ចំនួន3គ្រាប់បន្ទាប់មកចុចលេខបូកខ្ញុំកំណត់យកលេខ03គឺក្បាលថ្នេរសັបរួចចុចប៊ូតុង Select ដើម្បីសេវឲ្យជាប់ចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Step និងអក្សរ Number រួចចុចព្រួយខាងលើកំណត់ចំនួន4គ្រាប់បន្ទាប់មកចុចលេខបូកខ្ញុំកំណត់យកលេខ03គឺក្បាលថ្នេរសັបរួចចុចប៊ូតុង Select ដើម្បីសេវឲ្យជាប់ចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Step និងអក្សរ Number រួចចុចព្រួយខាងលើកំណត់ចំនួន5គ្រាប់បន្ទាប់មកចុចលេខបូកខ្ញុំកំណត់យកលេខ12គឺក្បាលថ្នេរតេរួចចុចប៊ូតុង Select ដើម្បីសេវឲ្យជាប់ចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Step និងអក្សរ Number
រួចចុចព្រួញខាងលើកំណត់ចំនួន5មួយគ្រាប់បន្ទាប់មកចុចលេខបូកខ្ញុំកំណត់យកលេខ12គឺក្បាលធ្នេតៈរួចចុចប៊ូតុង Select ដើម្បីសេវឲ្យជាប់បន្ទាប់មកចុចប៊ូតុងព្រួញថយក្រោយមួយចុចមួយទៀតឲ្យចេញអក្សរ C01 អូតូវិលជុំបែបហ្នឹងបង្វែរមកម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមឲ្យជើងទាញញាក់ដំណើរការរួចបង្វែរទៅតាប់ឡូយើងវិញអញ្ចឹងខ្ញុំយកក្រណាត់សាប់ឲ្យបងប្អូនមើលទាំងអស់គ្នា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
4 5 6 អញ្ចឹងធ្នេស័ព្ទញឹកពីកន្លែងធ្នេស័ព្ទអង្វើពីកន្លែងនិងធ្នេតៈពីកន្លែងទាំងអស់គឺ6កន្លែងបើសិនជាបងប្អូនចង់កែធ្នេប្រវែងវែងខ្លីតតឹងតូចធំកំណត់ល្បឿនបងប្អូនគ្រាន់តែចុចព្រួញខាងក្រោមឬខាងលើកំណត់យកលេខក្បាលធ្នេដែលយើងបង្កើតសៃខអូតូបងប្អូនចុចកំណត់យកលេខក្បាលធ្នេនឹងទៅអញ្ចឹងខ្ញុំនឹងកែធ្នេប្រវែងវែងខ្លីតតឹងតូចធំកំណត់ល្បឿនឲ្យបងប្អូនមើលទាំងអស់គ្នាភ្លើងលូតចូលអក្សរ X គឺកំណត់ធ្នេប្រវែងវែងខ្លីអញ្ចឹងបងប្អូនចុចលេខបូកឬលេខដកកំណត់ធ្នេប្រវែងវែងខ្លីប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកប៉ុណ្ណឹងទៅរួចចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Y គឺកំណត់ធ្នេតតឹងតូចធំអញ្ចឹងបងប្អូនចុចលេខបូកឬលេខដកកំណត់ធ្នេតតឹងតូចធំប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកប៉ុណ្ណឹងទៅរួចចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Speed គឺកំណត់ល្បឿនអញ្ចឹងបងប្អូនចុចលេខបូកឬលេខដកកំណត់ល្បឿនយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកល្បឿនប៉ុណ្ណឹងទៅរួចចុចប៊ូតុង Select យើងកំណត់មានតែប៉ុណ្ណឹងទេអញ្ចឹងបន្តទៅកែធ្នេលេខ03វិញម្ដងចុចព្រួញខាងលើកំណត់យកក្បាលធ្នេលេខ03អញ្ចឹងភ្លើងលូតចូលអក្សរ X គឺកំណត់ធ្នេប្រវែងវែងខ្លីបងប្អូនចុចលេខបូកឬលេខដកកំណត់ធ្នេប្រវែងវែងខ្លីប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកប៉ុណ្ណឹងទៅរួចចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Y គឺកំណត់ធ្នេតតឹងតូចធំបងប្អូនចុចលេខបូកឬលេខដកកំណត់ធ្នេតតឹងតូចធំប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកប៉ុណ្ណឹងទៅរួចចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Speed គឺកំណត់ល្បឿនបងប្អូនចុចលេខបូកឬលេខដកកំណត់ល្បឿនយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកល្បឿនប៉ុណ្ណឹងទៅរួចចុចប៊ូតុង Select យើងកំណត់មានតែប៉ុណ្ណឹងទេបន្តទៅកែធ្នេលេខ12វិញម្ដងចុចព្រួញខាងលើកំណត់យកក្បាលធ្នេលេខ12អញ្ចឹងភ្លើងលូតចូលអក្សរ X គឺកំណត់ធ្នេប្រវែងវែងខ្លីបងប្អូនចុចលេខបូកឬលេខដកកំណត់ធ្នេប្រវែងវែងខ្លីប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកប៉ុណ្ណឹងទៅរួចចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Y គឺកំណត់ធ្នេតតឹងតូចធំ
បងប្អូនចុចលេខបូកឬលេខដកកំណត់ថ្នេរទទឹងតូចធំប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកប៉ុណ្ណឹងទៅរួចចុចប៊ូតុង Select ឲ្យភ្លើងលូតចូលអក្សរ Speed គឺកំណត់ល្បឿនបងប្អូនចុចលេខបូកឬលេខដកកំណត់ល្បឿនយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកល្បឿនប៉ុណ្ណឹងទៅរួចចុចប៊ូតុង Select យើងកំណត់មានតែប៉ុណ្ណឹងទេនៅពេលដែលបងប្អូនកែថ្នេរប្រវែងវែងខ្លីទទឹងតូចធំកំណត់ល្បឿនរួចហើយបងប្អូនចុចព្រួញខាងលើឬខាងក្រោមរាវរកអក្សរ C01 អូតូវិលជុំបែបហ្នឹងបងវាយទៅម៉ាស៊ីនយើងវិញជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាញាក់ដំណើរការបងវាយទៅតាប់ឡូយើងវិញសៃខអូតូចេញទម្រង់បែបហ្នឹងអញ្ចឹងយើងបន្តទៅរបៀបលុបសៃខអូតូវិញម្ដងចុចលើប៊ូតុងអក្សរ M ចេញលេខរៀងប្រូក្រាមរួចចុចព្រួញខាងក្រោមកំណត់យកលេខ4បន្ទាប់មកចុចប៊ូតុង Select ចេញអក្សរ C01 អញ្ចឹងសៃខអូតូមាន6កន្លែងបើសិនជាបងប្អូនចង់លុបសៃខអូតូបងប្អូនគ្រាន់តែចុចលើប៊ូតុង Reset មួយមកជំនួនគ្រាប់សៃខអូតូដែលមានទាំងប៉ុន្មានកន្លែងគឺវាលុបចោលទាំងអស់ហើយបើសិនជាបងប្អូនចង់លុបសៃខអូតូអក្សរ C លេខមួយណាបងប្អូនគ្រាន់តែចុចព្រួញខាងក្រោមឬខាងលើកំណត់យកអក្សរ C លេខ1នឹងទៅរួចចុចលើប៊ូតុង Reset វានឹងលុបសៃខអូតូនៅពេលដែលយើងលុបសៃខអូតូរួចហើយចុចលើប៊ូតុងព្រួញថយក្រោយមួយចុចមួយទៀតវានឹងចេញលេខក្បាលថ្នេរបែបហ្នឹងអញ្ចឹងខ្ញុំនឹងចូលទៅឆែកសៃខអូតូឲ្យបងប្អូនមើលទាំងអស់គ្នានៅពេលដែលយើងលុបសៃខអូតូចេញតើសៃខអូតូនៅជាប់នៅលើអេក្រង់តាប់ឡូទៀតដែរឬទេចុចព្រួញខាងក្រោមរាវរកមើលសៃខអូតូគឺវាអត់មានជាប់នៅលើអេក្រង់តាប់ឡូទៀតទេអញ្ចឹងខ្ញុំចុចព្រួញខាងលើកំណត់តាំងលេខ01គឺក្បាលថ្នេរស័ព្ទនេះហើយគឺជារបៀបបង្កើតសៃខអូតូនិងរបៀបលុបសៃខអូតូសូមអរគុណ